មិនកាត់ចំណេញឬខាត់ដីការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃមិនមែនដើម្បីកណនីអំពីការចំណេញឬខាត់ដីនោះទេប៉ុន្តែដើម្បីកំណត់ការខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺជាការបញ្ជាក់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចធិបតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ចំនួននិងបង្កលក្ខណៈឲ្យពលរដ្ឋនៅតំបន់ព្រំដែនដែលមានបញ្ហាអាចទទួលបានសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបានការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាគួរជ្រាបថាតាមស្មារតីដែលមានឯកសារគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ GBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចម្លប់បង្គោលព្រំដែនលេខ42និងលេខ47នៅខេត្តបន្ទាយមានជ័យនិងលេខ52 59នៅខេត្តបាត់ដំបងកិច្ចការនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរថានឹងបញ្ហាកង្វល់ថាកម្ពុជាអាចខាតប្រយោជន៍ឬបាត់បង់ទឹកដីជាដើម